នេះជារូបភាពបដែមួយទៀតដែលខ្ញុំបានបញ្យល់នៅក្នុងបណ្ដាមេដាមហានគរភាគ3ដែលខ្ញុំបានបញ្យល់រួចហើយប៉ុន្តែនៅក្នុងបណ្ដាមហានគរភាគ3ខ្ញុំបញ្យល់ជាសំណេរឥឡូវនេះខ្ញុំសូមបញ្យល់ជាការអធិប្បាយជាភាសានិយាយណានៅក្នុងរូបនេះយើងមើលបែកបាក់អស់ហើយនៅសល់ខ្លះដែលយើងអាចមើលយល់នេះជាយៈមួយដ៏ធំណាយៈនេះពីអតីតបានលេបនាគប៉ុន្តែឥឡូវនេះយៈនេះបានលើករាជបញ្ជានេះដៃយៈណាដៃយៈណាលើករាជបញ្ជានឹងចូលក្នុងវត្តវិញពីមុនដាក់រាជបញ្ជាដាក់ទោសណានាគនេះតែឥឡូវលើករាជបញ្ជានឹងបញ្ចូលទៅក្នុងមាត់វិញដោយសារអីដោយសារមានបរិសម្នាក់នេះបានអធិដ្ឋានក្បាលគឺជីវិតរបស់គាត់ឲ្យទៅយៈហ្នឹងដើម្បីអីដើម្បីឲ្យយៈហ្នឹងដោះលែងនាគនេះនាគទាំង3នេះគឺមេដាបិតាកូនពេលដែលយៈព្រមដោះលែងហើយគាត់ក៏ចាប់ផ្ដើមទាញនាគទាំង3ចេញពីទីអត្តកម្បាំងគឺទីទុកបង្កើតបានជាសត្វគុជសីនេះជាទ្វាគុជសីដែលខ្ញុំបានបញ្យល់ទីក្រុងពីរបញ្ចូលគ្នាទីក្រុងសីហៈនិងទីក្រុងតម្រៃណាយៈសោធបរៈសីហៈបញ្ចូលគ្នាបានទៅជាទ្វាមួយគេហៅថាគុជសីពាក់កណ្ដាលតម្រៃពាក់កណ្ដាលរាជសីបរិសុទ្ធនេះបាននាំនាគចេញពីទីទៀបណាទីដ៏ចង្អៀតទីបំផុតបានកើតបានជាទ្វាទី1ណាបរិសុទ្ធនេះបានដឹកគឺព្រះវិស្ណុនេះបានដឹកនាគចេញមកប៉ុន្តែទ្វាទី1គឺបាននាគបានបែរចូលមកក្នុងគឺនៅក្នុងឆ្នាំ2000ណានាគនេះរួចទ្វាទី1ហើយបានត្រឡប់ចូលទៅវិញបានចេញមកទ្វាទី2ដែលខ្ញុំបានបញ្យល់នៅក្នុងបណ្ដាំបាសនាមេដាមហានគរភាគ3រួចហើយទ្វាទី1នោះគឺបានបើកឡើងណាបើកឡើងនៅថ្ងៃ15រោចខែផុតបុត្រឆ្នាំរោងពុទ្ធសករាជ2544ត្រូវថ្ងៃទី28កញ្ញាគឺសករាជ2000ទ្វាទី2បានបើកឡើងនៅថ្ងៃពុទ្ធ12រោចខែបោះឆ្នាំមមីថ្ងៃទី29មករាពុទ្ធសករាជ2546គឺសករាជ2003ចំណែកទ្វាទី3ត្រូវបំបែកជា2ណាប៉ុន្តែឈប់នាគនេះបានឈប់បែរមកក្នុងហើយណាមេដាមហានកោបានន័យថាទាំងព្រះវិស្ណុអ្នកដឹកនាគចេញទាំងមេដាមហានកោលោកលែកបែរចូលមកក្នុងហើយគឺបែរចេញទៅក្រៅណាគឺបែរចេញទៅក្រៅប៉ុន្តែនេះគ្រាន់តែជាការបើកទ្វារទី1ណាព្រោះអីនេះចន្លោះផ្កាដែលដកចុះមកនេះគឺខណ្ឌមួយខណ្ឌគឺទ្វារ1ហើយក្នុងបណ្ដាទ្វារ1គឺត្រូវប្រើរយៈពេល3ឆ្នាំទើបអាចបើកទ្វារ1បានដូច្នេះក្នុងមួយចន្លោះត្រូវខណ្ឌមួយចន្លោះត្រូវខណ្ឌ1ទ្វារទី4ថ្ងៃអាទិត្យ15កើតខែមករាឆ្នាំវោកទី26ខែធ្នូពុទ្ធសករាជ2548គឺសករាជ2004ដល់តែទ្វារទី4នេះគឺជាទ្វារបញ្ចប់នេះគឺនៅក្នុងថ្ងៃមកកើតខែចេសឆ្នាំថោះត្រីស័កពុទ្ធសករាជ2555ត្រូវថ្ងៃ2មិថុនាឆ្នាំ2011គឺនាគនេះបានប្រសូតជាស្ថាពរដោយហេតុអីដោយហេតុថាគាត់បានចេញមកណាចេញមកទាំងអស់ណាមិនត្បៀតដូចមុនទេគឺគាត់ចេញមកទាំងអស់ណាហើយរូបដែលដឹកនាគនេះណាព្រះវិស្ណុនេះក៏ធំមិនដូចពីមុនរូបទូចទេនៅចុះខាងក្រោមខ្លួននាគនេះចេញទ្វារទីងងឹតនេះទ្វារខាងក្រោមនេះទីស្ងាត់កំបាំងនេះគឺតូចដល់ចុងក្រោយគឺគាត់ចេញមកដោយធំគឺបានន័យថារឿងរ៉ាវត្រូវបញ្ចប់ណាគាត់បានរួចផុតពីទោសហើយដោយអត្តកំបាំងរូបនេះយើងអាចមើលយល់រូបនេះទៅយើងដឹងថាជាប្រស្នាដ៏មានជម្រៅដែលលំបាកនឹងយល់នេះជាប្រស្នាថ្មដែលកូនខ្មែរមើលហើយពិចារណាថាបណ្ដាំមេដាមហានកគឺជាបណ្ដាំអាតកំបាំង